រឿងក្នុងវត្តដាក់កន្លងទៅហួងហែងផ្សារក្តៅគ្មានទីអានសមុទ្រទឹកភ្នែកបាបកម្មសានជាតិនេះសំណាងបានជួបព្រះមានតែព្រះធម៌ទៅជាមិត្តជាប់តាមជីវិតពិតជាឈ្នះបញ្ញាធម្មគុណបនដៃជះនិព្វានស្រឡះឈ្នះទុក្ខអងសូមអនុមោទនាចឹងសូមឲ្យបាននៅក្តីសុខនៅក្នុងពធមានតែពធទៅជាមិត្តជាប់តាមជីវិតពិតជាឈ្នះបញ្ញាធម្មគុណបនដៃជះនិព្វានស្រឡះឈ្នះទុក្ខអងមនុស្សយើងពេលដែលមកខ្លួនតទេពេលដែលទៅវិញក៏ខ្លួនតទេដែរអ្វីដែលបន្សល់ទុកខាងក្រោយបានគឺអំពើល្អផ្សេងដែលបានសាងទុកគ្រាន់តែមានគំនិតគិតថានឹងចេញចាក់ទុកប៉ុណ្ណឹងនឹងនិស័យបនញាតញោមនឹងមិនដឹងជាសំមកប្រមាណ100,000សែនកោតជាតិមកហើយទេក៏តែមានគំនិតគិតថាចង់ចេញចាក់ទុកណាឬព្រះនិព្វានដែលផុតចាក់ទុកនឹងចង់មានគំនិតមួយចង់ហ្នឹងហើយអត់តន់លះកិលេសអីបានប្រពន្ធជំរាកសក់ឯងប៉ុន្តែមានគំនិតមួយចង់ប៉ុណ្ណឹងនឹងជានិស័យខ្ពង់ខ្ពស់ហើយណាញាតិញោមធ្លាប់មានគំនិតនឹងទេ